បាទជំរាបសួរបងប្អូនណាព្យាបាលនិងបេក្ខជនចូលរួមការប្រឡងកម្មវិធី CMOC នៅស្ថាប័នទាំងអស់គ្នាបាទវីដេអូនេះខ្ញុំនឹងណែនាំអំពីរបៀបរបបក៏ដូចជាសកម្មភាពពីកម្មវិធីទាំងមូលសង្ខេបជូនដើម្បីងាយស្រួលបងប្អូនជ្រាបជាព័ត៌មាននិងត្រៀមខ្លួនសម្រាប់កូនសិស្សបាទចំណុចទី1នោះគឺមុនថ្ងៃហោះហើរថ្ងៃ17គឺសូមបងប្អូនមកដកយកនៅអាវយើងមានអាវយឺតអាវ jacket ខាងក្រៅនិងខ្មៅដៃមានបន្ទាត់មានទង់ជាតិទុកឲ្យកូនសិស្សបាទចឹងទង់ជាតិទួយហ្នឹងថ្ងៃប្រឡងគឺគាត់អាចដាក់កាន់កវីអញ្ចឹងណាបាទឬក៏ដាក់លើតុពេលអង្គុយទៅសេគិតលេខអញ្ចឹងតែបាទដល់ថ្ងៃថ្ងៃហោះទៅគឺថ្ងៃទី17បាទថ្ងៃ17ខែកក្កដានេះថ្ងៃចុងថ្ងៃសុក្រយើងមានជើងហោះហើរធំចំនួន2ជើងគឺជើងពេលថ្ងៃសំដៅជើងពេលព្រឹកម៉ោង9កន្លះនិងជើងពេលថ្ងៃម៉ោង2កន្លះថ្ងៃសម្រាប់បងប្អូនដែលហោះហើរទីជើងពេលព្រឹកសូមទៅដល់ពលានឲ្យបាន2ម៉ោងមុនម៉ោងហោះបាទ2ម៉ោងមុនម៉ោងហោះអញ្ចឹងសូមបងប្អូនជួយទៅដល់ពលានអាចចន្លោះម៉ោង7ដល់ម៉ោង7កន្លះព្រឹកយើងបងប្អូនអាចធ្វើការ check in ទៅលើវេលាហើយនឹងនៅម៉ោង8ដល់ម៉ោង8:10នាទីគឺយើងនឹងធ្វើការថតរូបជុំគ្នាបាទទីតាំងថតរូបជុំគ្នាយើងនឹងថតនៅមុខរូបពុទ្ធិមាបាទនៅរូបសំណាកព្រះពុទ្ធនៅមុខនៅក្នុងពលានយន្តហោះយើងបាទអញ្ចឹងរយៈថាថ្មីម៉ោងដែលយើងធ្វើការថតរូបជុំគ្នាគឺចន្លោះម៉ោង8គត់ដល់ម៉ោង8:10នាទីព្រឹកបាទអញ្ចឹងយើងមកអំឡុងពេល10នាទីនេះបងប្អូនដែល check in ហើយសូមរងចាំថតរូបបងប្អូនដែលទៅដល់នៅម៉ោងនេះសូមថតរូបសិនចាំទៅ check in បាទនៅពេលដែល check in ហើយគឺបងប្អូនអាចអញ្ជើញចូលទៅកាន់ gate ខាងក្នុងបានអញ្ចឹងទៅដល់ gate ខាងក្នុងម៉ោងហោះគឺយើងហោះម៉ោង9កន្លះតែនោះទេអញ្ចឹងបងប្អូនអាចសោះស្រូបអាហារពេលព្រឹកឬក៏ញ៉ាំកាហ្វេពិសាកាហ្វេអីពេលហ្នឹងបានបាទសម្រាប់អ្នកហោះពេលព្រឹកសិនចុះយើងនឹងហោះទៅដល់សិង្ហបុរីនៅអំឡុងម៉ោង12កន្លះថ្ងៃត្រង់យើង check out មានតែយើងចេញទៅក្រៅយកវេលាផ្សេងនឹងធ្វើដំណើរទៅកាន់អូតាល់បាទសម្រាប់បងប្អូនដែលទិញអូតាល់ទិញសម្បត្តិយន្តហោះពីខាងក្រុមការងារឬក៏បានទិញទៅចប់ទៅលើ transportation ឬលើការធ្វើដំណើរគឺយើងនឹងមានឡានក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនទៅកាន់ទីតាំងសណ្ឋាគារតែបើបងប្អូនអត់បានទិញលើកញ្ចប់ទេទិញកញ្ចប់ធ្វើដំណើរទេឬក៏ទិញសម្បត្តិយន្តហោះខ្លួនឯងគឺបងប្អូនអាចជិះតាក់ស៊ីជាមួយក្រុមគ្រួសារទៅទីតាំងសណ្ឋាគារបានបាទយើងទៅដល់សណ្ឋាគារអាចនឹងអំឡុងម៉ោង2ថ្ងៃត្រង់ចាស់បាទអញ្ចឹងម៉ោង2ថ្ងៃត្រង់នៅទីនោះយើងអត់ទាន់បានសោបន្ទប់ទេអញ្ចឹងកន្លែងហ្នឹងអាចមានជម្រើសបងប្អូនអាចទុកវេលានៅអូតាល់ហើយទៅញ៉ាំអាហារពេលថ្ងៃសិនបាទឬក៏ញ៉ាំអាហារពេលថ្ងៃរសៀលបានហើយនៅម៉ោង3ដែលម៉ោង3ទៅខាងសណ្ឋាគារគេឲ្យយើង check in ដើម្បីយកសោឬក៏ស្ថានភាពអាចនឹងតាមជាក់ស្ដែងបាទពួកអីបើសិនជាអាចមាន check in លឿនបានយើងនឹងសួរទៅខាងអូតាល់ដូចគ្នាបាទព្រោះជាធម្មតាបើសិនជាភ្ញៀវចាស់ដែលគាត់ check out លឿនខាងសម្អាតគាត់សម្អាតបន្ទប់ហើយគឺអាចនឹង check in បានមកជិតមុនតែបើខាងសម្អាតរៀងយូរឬក៏អ្នក check in មកអ្នក check in យប់មុនហ្នឹងគាត់ check out late ឬក៏អីអាហ្នឹងរៀងយូរអាហ្នឹងតាមជាក់ស្ដែងតែជាទូទៅខាងសណ្ឋាគារគឺគេបើកឲ្យ check in នៅម៉ោង3រសៀលបាទបងពេលញ៉ាំអាហារពេលថ្ងៃហើយគឺអាចមកដកបាទទី1ដកនៅសោបន្ទប់ទី2របស់ដែលសំខាន់ជាងគេទៀតនោះគឺដកនៅសម្ភារៈរបស់កូនសិស្សដែលមានដូចជាកាតឈ្មោះរបស់កូនសិស្សwristband បាទខ្សែដៃរបស់កូនសិស្សដើម្បីកំណត់ចំណាំអូតាល់ហើយនឹងអាវនិងកាដូមួយចំនួនរបស់ខាងស្ថាប័នដែលគេរៀបចំទុកឲ្យទៅលើកាតរបស់កូនសិស្សគឺសូមឲ្យគាត់ពាក់កាតបាទត្រូវតែខាតត្រូវតែពាក់កាតនៅពេលដែលគាត់ទៅប្រឡងហើយនឹងបងបងដែលហោះហើរទៅតាំងថ្ងៃ16បាទទៅមុនមួយថ្ងៃសូមបងមកដកកាតកូនសិស្សនៅអំឡុងម៉ោង2កន្លះតទៅដូចគ្នាបាននៅទីតាំងសណ្ឋាគារហើយទីតាំងដែលយើងនឹងដកកាតទីតាំងដែលយើងយកសោបន្ទប់គឺនៅជាន់ទី2បាទនៅជាន់ទី2ពេលទៅដល់ក្រុមការងារនឹងយើងនឹងទៅទិញទូហើយនៅជាន់ទី2ហើយយើងនឹងមានជាវីដេអូបញ្ជាក់ដែរថាទីតាំងកន្លែងណានៅពេលដែលយើងទៅដល់យើងនឹងថតជាវីដេអូទៅលើទីតាំងបន្ថែមជូនបាទហើយទៅលើថ្ងៃទី1នេះសម្រាប់បងប្អូនដែលហោះហើរនៅថ្ងៃរសៀលហោះហើរម៉ោង2កន្លះបាទហោះហើរម៉ោង2កន្លះសូមបងប្អូនទៅដល់ពលានយន្តហោះបាទសូមបងប្អូនទៅដល់ពលានយន្តហោះចន្លោះម៉ោង12ដល់ម៉ោង12កន្លះសម្រាប់បងប្អូនដែលហោះនៅម៉ោង2កន្លះថ្ងៃបាទអញ្ចឹងម៉ោង12ម៉ោងដល់ម៉ោង12កន្លះសូមបងប្អូនទៅដល់ពលាន check in អីវ៉ាន់ផ្សេងហើយនៅម៉ោង1ដល់ម៉ោង1:10នាទីយើងនឹងធ្វើការថតរូបក្រុម photo ជុំគ្នាដូចពេលព្រឹកដែរបាទនៅខាងមុខពុទ្ធិមាបាទរូបសំណាកព្រះពុទ្ធនៅក្នុងទីតាំងពលានហើយពេលថតរូបម៉ោង1:10នាទីហើយបងប្អូនអាចអញ្ជើញចូលទៅកែតខាងក្នុងបានបាទសម្រាប់សោះស្រូបអាហារពេលថ្ងៃត្រង់ជាដើមហើយសម្រាប់បងវេនល្ងាចគឺមានន័យថាបងទៅដល់សិង្ហបុរីអាចនឹងម៉ោង5កន្លះល្ងាចអញ្ចឹងធ្វើដំណើរទៅអូតាល់អាចនឹងទៅដល់អូតាល់ម៉ោង7យប់បាទអញ្ចឹងទៅដល់ភ្លាមបងអាច check in យកសោបន្ទប់សោអូតាល់បានហើយនឹងដកយកនៅសម្ភារៈរបស់កូនសិស្សសម្ភារៈរបស់កូនសិស្សយើងក៏មានចែកជូននៅលេខរៀនផងដែរអញ្ចឹងបងត្រូវ
ngày bờ ló mà ngày bắt tọt ngày tầm bảy thì con sát thời miền bật tẩy riêng là được ai bà chẳng là dương đừng chạy lại riêng ở con sát được bên đông tùy kia bà dương đừng miền lấy riêng bị lấy mũi là lấy mà đổi hàng sập pí sao mẹ con sát mà đổi hàng sập pí nhé chẳng là mình nghĩ chúa liền cho cả thuộc krong chỉ muốn con sát được bên bờ ló đừng bên làng tới đừng làng bảo bình chỉ vì là con sát là dương ở toàn khơi mà làng la thì có bạn nát dương ai đâu con sát tam lại riêng một cột bà chẳng sao mẹ ngàyที่មួយហោះហើរគឺដូចជាសរុបមកប៉ុណ្នេះថ្ងៃទី2សម្រាប់កម្មវិធីគឺកូនសិស្សត្រូវឡើងទៅប្រឡងបាទឡើងទៅប្រឡងកូនសិស្សត្រូវមកជុំគ្នានៅកន្លែង lobby បាទ lobby របស់ hotel កូនសិស្សថ្ងៃប្រឡងអាចយើងលើកទឹកចិត្តឲ្យគាត់នឿកម៉ោង6ព្រឹកឬក៏មុនម៉ោង6ព្រឹកគាត់ងូតទឹកស្លៀកពាក់អញ្ចឹងទៅម៉ោង6កន្លះអាចមកញ៉ាំ breakfast ញ៉ាំអាហារពេលព្រឹកញ៉ាំអាហារពេលព្រឹកអាចញ៉ាំពីម៉ោង6កន្លះដល់ម៉ោង7កន្លះព្រឹកបាទអញ្ចឹងពេលកូនសិស្សញ៉ាំអាហារពេលព្រឹកខ្ញុំសូមលើកទឹកចិត្តបាទគឺក៏សូមបងណាព្យាបាលកុំតន់អង្គុយញ៉ាំជាមួយកូនបាទគឺទុកឲ្យកូនទុកឲ្យបេក្ខជនត្រូវប្រឡងគាត់ញ៉ាំអាហារពេលព្រឹកមុនបាទដោយសារបើសិនជាកូនសិស្សអត់មានកន្លែងអង្គុយហើយគាត់ត្រូវញ៉ាំអាហារពេលព្រឹកយឺតយ៉ាវហើយឡានក្រុងពេលមកហើយគាត់អត់ទាន់ញ៉ាំហើយគឺគាត់ត្រូវប្រញាប់ដើម្បីឡើងអញ្ចឹងញ៉ាំអត់បានទឹកគ្រាន់អាចនឹងប៉ះពាល់ដល់ការប្រឡងរបស់គាត់ដូចគ្នាបើសិនជាគាត់ឃ្លានឬក៏បែបណាមួយអញ្ចឹងបាទសូមស្នើសុំបងណាព្យាបាលនៅពេលព្រឹកញ៉ាំអាហារពេលព្រឹកសូមកុំអង្គុយញ៉ាំជាមួយកូនទុកឲ្យកូនគាត់ទុកកន្លែងឲ្យកូនសិស្សអង្គុយញ៉ាំឲ្យបានគ្រប់គ្នាហើយនៅម៉ោង7កន្លះបាទកូនសិស្សត្រូវជុំគ្នានៅ lobby នៅខាងជាន់ផ្ទាល់ដីត្រៀមឡើងឡានក្រុងអញ្ចឹងពេលកូនសិស្សគាត់ឡើងឡានក្រុងទៅប្រឡងបាត់អញ្ចឹងបងគឺមានពេលវេលាច្រើនសម្រាប់ញ៉ាំបន្ថែមទៀតបាទអញ្ចឹងអាចម៉ោង8ឬម៉ោង9ដល់ម៉ោង10គឺបងចង់ញ៉ាំក៏ញ៉ាំយូរប៉ុណ្ណាក៏បានដែរអត់អីទេសម្រាប់អាហារពេលព្រឹកបាទហ្នឹងហើយអញ្ចឹងទៅលើការបញ្ជាក់មួយទៀតទៅលើការធ្វើដំណើរទៅទីតាំងប្រឡងគឺមានតែកូនសិស្សទេដែលអនុញ្ញាតឲ្យទៅអាណាព្យាបាលគឺមិនអនុញ្ញាតឲ្យទៅនោះទេហើយយើងមានគ្រូសម្រាប់ទៅមើលកូនរបស់បងហើយយើងនឹងព្យាយាមថតរូបកូនសិស្សនៅកន្លែងដែលគាត់អង្គុយប្រឡងផ្សាយចូលក្នុងក្រុមឲ្យបងមើលដូចគ្នាបាទអញ្ចឹងកូនសិស្សគាត់ធ្វើដំណើរទៅប្រឡងអាចនឹងម៉ោង7កន្លះឡើងទៅចេញទៅល្ងាចម៉ោង4ទៅកូនសិស្សសម្រាប់ថ្នាក់ទី1ទៅថ្នាក់ទី3ត្រឡប់មកវិញបាទតាំងកម្មវិធីម៉ោង4កូនសិស្សទី1និងទី3ត្រឡប់មកមុនបាទដោយសារគាត់ប្រឡងតែ2មុខទេសម្រាប់កូនសិស្សទី4ដល់ទី12ដែលគាត់ត្រូវប្រឡង3មុខគឺគាត់នៅប្រឡងដល់ម៉ោង6ល្ងាចបាទអញ្ចឹងមើលទៅការប្រឡងរៀងយូរដល់ម៉ោង6ល្ងាចអញ្ចឹងបងដែលមានកូនគាត់មានន័យថារៀងពិបាកញ៉ាំអាហារឬក៏បែបម៉េចបងអាចរៀបចំនៅនំចំណីបាទម្ហូបអាហារកុំឲ្យនំចំណីម្ហូបអាហារអីពេកតែនំចំណីងាយស្រួលទុកដាក់ចូលទៅក្នុងកត្តារបស់កូនសិស្សបានដើម្បីឲ្យគាត់យកញ៉ាំបានទៅពេលឃ្លានទៅពេលតែគេអនុញ្ញាតឲ្យញ៉ាំច្បាស់ណាស់នៅពេលប្រឡងគឺគេអត់ឲ្យកូនសិស្សញ៉ាំអីទេតែអត់ថាទៅពេលដែលសម្រាកទៅពេលដែលរងចាំនៅការផ្ដល់ព័ត៌មាន instruction ប្រឡងផ្សេងគឺកូនសិស្សអាចញ៉ាំបានខ្លះអញ្ចឹងនៅក្នុងថ្នាក់នៅក្នុងកន្លែងប្រឡងគឺនៅតាមជាក់ស្ដែងអនុរិយគេនឹងប្រាប់ឲ្យថាកូនសិស្សហាមធ្វើអីបាទដែលអាចញ៉ាំបានខ្លះអញ្ចឹងសូមបងអាចរៀបនំចំណីមួយចំនួនទុកឲ្យកូនផងនៅពេលដែលជារៀនគាត់ឃ្លានបាទជារៀនគាត់ឃ្លានគេនឹងឲ្យបាយថ្ងៃមកកូនសិស្សបាយថ្ងៃមានទឹកសុទ្ធមានអីឲ្យគាត់ញ៉ាំចិត្តទៅតែគេលោកគាត់ឃ្លានអីថែមឲ្យគាត់មានរបស់ញ៉ាំបន្ថែមផងដែរបាទហើយកូនសិស្សនៅនោះគាត់អាចចេញក្រៅទិញម្ហូបទិញរបស់ញ៉ាំអីបានទេនឹងនៅក្នុងកម្មវិធីគឺគេអត់ឲ្យកូនសិស្សចេញក្រៅទៅប្រាស់ទេបាទអូខេអញ្ចឹងនៅពេលដែលកូនសិស្សត្រឡប់មកវិញមានម៉ោង4ល្ងាចសម្រាប់ថ្នាក់ទី1ដល់ទី3នឹងម៉ោង6ល្ងាចសម្រាប់ទី4ដល់ទី12សូមបងនៅសន្តាគារដើម្បីរងចាំទទួលយកកូនបាទហើយបើសិនជាអត់ខំឃើញកូនឬក៏អីអានឹងអាចតាក់ទងមកក្រុមការងារបានយើងនឹងព្យាយាមបាទត្រៀមចំឲ្យកូនសិស្សមកសន្តាគារវិញដោយសុខសុវត្ថិភាពមិនឲ្យមានបញ្ហាណាមួយនោះទេបាទអូខេអញ្ចឹងយើងកូនសិស្សត្រឡប់មកដល់វិញបងអាចនាំគាត់ទៅញ៉ាំអាហារពេលល្ងាចហើយយើងចប់កម្មវិធីសម្រាប់ថ្ងៃទី2ថ្ងៃប្រឡងថ្ងៃទី3ថ្ងៃទី4ជាថ្ងៃដើរលេងអញ្ចឹងបងគឺទៅដើរលេងអ្នកខ្លះបងអាចទៅ check សុខភាពមួយពេទ្យគឺសេរីបងទៅដើរលេងមួយមិត្តភ័ក្តិមួយក្រុមគ្រួសារឬក៏មួយក្រុមការងារក៏បានដែរបាទយើងនឹងប្រកាសលទ្ធផលអាចនឹងល្ងាចថ្ងៃដើរលេងថ្ងៃទី2បាទមានន័យថានៅថ្ងៃទី20ខែកក្កដាបាទអញ្ចឹងការប្រកាសលទ្ធផលតាមគម្រោងយើងនឹងប្រកាសនៅម៉ោង7ល្ងាចដោយសារក្រុមការងារនឹងទៅដើរលេងមាននាំបងទៅដើរលេងសម្រាប់ទៅចប់ធួម៉ោង5ល្ងាចយើងត្រឡប់ពីការដើរលេងវិញបាទហើយនឹងម៉ោងមកដល់តែវិញយើងនឹងធ្វើការចេញទៅទីតាំងក្រុមការងារទៅទីតាំង office របស់សង្កាត់បរិយដើម្បីទៅយកមេដៃនិងទៅយកលទ្ធផលរបស់កូនសិស្សបាទអញ្ចឹងយ៉ាងយូរអាចថាម៉ោង7កន្លះសុំទោសយ៉ាងយូរអាចដល់ម៉ោង7យប់យើងនឹងប្រកាសលទ្ធផលរបស់កូនសិស្សហើយយើងនឹងយកមេដៃរបស់កូនសិស្សមកសន្តាគារវិញផងដែរ
ហើយក្រុមការងារនឹងរៀបចំមេដៃទៅតាមកញ្ចប់តាមឈ្មោះកុសលខ្លះបានមេដៃ1មេដៃ2ក៏មេដៃ3ហើយកុសលគឺយើងនឹងចែកមេដៃឲ្យគាត់នៅល្ងាចនឹងដូចគ្នាតាមគម្រោងយើងនឹងចែកនៅម៉ោង9យប់តទៅបាទអញ្ចឹងយើងចែកពេលល្ងាចមុនថ្ងៃកម្មវិធីចែកមេដៃបាទកម្មវិធីចែកមេដៃនៅថ្ងៃទី21បាទអញ្ចឹងបងអាចយកដកឲ្យមកដកមេដៃរបស់កូននៅយប់ថ្ងៃទី20បានហើយថ្ងៃទី21គឺយើងនឹងចូលរួមកម្មវិធីធំបាទចូលរួមកម្មវិធីធំគឺកូនសិស្សយកមេដៃរបស់គាត់ដែលបានឈ្នះហ្នឹងហើយអ្នកដែលមិនទទួលបានជ័យលាភីក៏លើកទឹកចិត្តឲ្យទៅចូលរួមដូចគ្នាបាទហើយនៅព្រឹកថ្ងៃទី21គឺកូនសិស្សនឹងឡើងឡានក្រុងបាទម៉ោង7កន្លះឡើងឡានក្រុងទៅទីតាំងទីតាំងអគារម៉ៃណាមេទាំងកូនសិស្សនិងអាណាព្យាបាលដើម្បីចូលរួមកម្មវិធីចែកមេដៃបាទកម្មវិធីចែកមេដៃគឺគេធ្វើសឹងតែមួយថ្ងៃពេញហើយគេនឹងមានបាយថ្ងៃនៅទីនោះកម្មវិធីចែកមេដៃអាចនឹងចប់ទៅវិញនៅម៉ោង4ឬក៏ម៉ោង5ល្ងាចបាទអញ្ចឹងបងដែលទៅចូលរួមអាចថាជាព័ត៌មានតតែល្ងាចទៅអាចចប់កម្មវិធីបាទហើយនៅកម្មវិធីគេនឹងមានជាការឡើងចែកយកពានរង្វាន់កូនសិស្សគ្រប់រូបនឹងឡើងមានពាក់មេដៃរបស់គាត់ឡើងថតដោយឆាតគេនឹងមានជាលំដាប់លំដោយតាមប្រទេសដែលត្រូវឡើងបាទហើយនឹងមានជាការហូបអាហារបាទហូបអាហារនៅតុបាទនៅតុហើយបងណាច្បាស់ឲ្យថតរូបជាអនុស្សាវរីយ៍ឬក៏ជជែកគ្នាកំសាន្តនៅទីនោះបានបាទហើយពេលល្ងាចយើងត្រឡប់មកវិញគឺយើងបងឲ្យនាំកូនទៅញ៉ាំបាយល្ងាចអាចម៉ោង6យប់ម៉ោង7យប់តាមជាក់ស្ដែងបាទនៅថ្ងៃចែកមេដៃគឺគ្រប់កូនសិស្សនិងអាណាព្យាបាលទាំងអស់គឺតម្រូវឲ្យមាន Harvard Terminated Kit មានសម្បត្តិចូលរួមគឺត្រូវតែជាសម្បត្តិកតាស់បាទអាច digital អាចជា soft បានទេគឺត្រូវតែជាកតាស់សម្បត្តិដែលយើងនឹងចែកឲ្យទៅគឺអ្នកទិញកញ្ចប់ទាំងអស់បាទអាចដែលមានករណីខ្លះដែលបងអាច្បាស់ខ្លះគាត់អត់បានទៅចូលរួមបើទិញកញ្ចប់ហើយបានទៅចូលរួមបងអាចប្រាប់មកក្រុមការងារយើងអាចនឹងចែកជូនទៅបងផ្សេងដែលគាត់ចង់បានសម្បត្តិផងដែរបាទហើយបើបងចង់លក់ជាតម្លៃប៉ុន្មានអានឹងយើងអាចរៀបចំតាមជាក់ស្ដែងបាទទៅលើសម្បត្តិថ្ងៃចូលរួមកម្មវិធីចែកមេដៃបាទអូខេអញ្ចឹងកម្មវិធីចែកមេដៃសឹងតែសរុបរួមប៉ុណ្នេះគឺចេញទៅពីព្រឹកញ៉ាំបាយថ្ងៃនៅនោះដល់ល្ងាចទៅយើងត្រឡប់មកវិញបាទសំខាន់ខ្លីគឺប៉ុណ្្នឹងដល់ថ្ងៃចុងក្រោយនៅថ្ងៃទី22ដែលកូនសិស្សទាំងអាណាព្យាបាលទាំងអស់ត្រូវខុសត្រឡប់មកខ្មែរវិញអញ្ចឹងបងគឺត្រូវមានន័យថាយើងមានឡានក្រុងចំនួន2ជើងទី1គឺម៉ោង9ព្រឹកតែសម្រាប់បងដែលហោះនៅម៉ោង12ថ្ងៃត្រង់ឬក៏ម៉ោង1ឬក៏ម៉ោង2រសៀលអាចចេញមកម៉ោង9ព្រឹកបានហើយយើងមានឡានក្រុងជើងទី2គឺម៉ោង12ថ្ងៃត្រង់បាទអញ្ចឹងបងត្រូវ check out បាទ check out អូតានមុនម៉ោង12ហើយយើងអាចឡើងឡានក្រុងម៉ោង12ទៅទីតាំងពលាតបាទសម្រាប់បងអាចហោះពេលយប់ឬក៏ហោះម៉ោង4ល្ងាចគឺអាចឡើងឡានក្រុងម៉ោង12ម៉ោង12អាចចេញមកបានបាទហើយសង្ខេបព័ត៌មានគឺសឹងតែមានប៉ុណ្នេះទៅលើកម្មវិធីទាំងមូលបើសិនជាបងមានមតិយោបល់ឬក៏មានជាចម្ងល់សំណួរផ្សេងអាចសាកសួរមកកាន់ក្រុមការងារយើងបានបាទសូមអរគុណ